ចាជ្រាបសួរថ្ងៃនេះនាងខ្ញុំសូមផ្ញើនៅកម្រងបុណ្យរៀបចង្ហាន់លោកនៅក្នុងភ័យកូនខ្សែបេតុងទុកជាអនុស្សាវរីយ៍ដែលពិធីបុណ្យនេះប្រារព្ធធ្វើនៅថ្ងៃអាទិត្យទី22ខែមីនាឆ្នាំ2026ត្រូវនៅថ្ងៃ4កើតខែចែកឆ្នាំម្សាញ់ពុទ្ធសករាជ2569ដែលត្រូវនឹងថ្ងៃក្បួនចិនសែគឺថ្ងៃគង់វង្សជាដកនៅលើមមេខែថោះឆ្នាំមមីកម្រងបុណ្យនេះគឺហួសរយៈពេលប្រហែលថ្ងៃមកហើយតែខ្ញុំអត់ទាន់បានថតចេញជាคลิปវីដេអូបានត្រឹមត្រូវព្រោះរវល់ខ្លាំងពេកពីព្រោះពិធីបុណ្យរវល់ជាប់គ្នាប្រហែលថ្ងៃនេះគឺហោហែមិនចេះឈប់ពិធីបុណ្យមួយនេះប្រពៃបានគឺអាស្រ័យទៅលើបងប្រុសមូលសុភាពនិងបងស្រីលឹមកំណាក់ទាំងបត្រាបត្រីដែលពួកបងគឺរស់នៅសហរដ្ឋអាមេរិកហើយបងស្រីលឹមកំណាក់គឺជាកូនសិស្សនៅក្នុងថ្នាក់រៀនកូនទុតសាយបៃតងបងស្រីស្គាល់ប្អូនតាមរយៈផេកថ្នាក់រៀនរបស់ពួកយើងទាំងអស់គ្នានឹងឯងមុនរៀបចង្ហាន់លោកនឹងវេប្រគេនបច្ច័យ4នឹងការកសាងដល់វត្ត2គឺវត្តទី1វត្តទួលសម្បុកគ្រាជាម្ចាស់ទីតាំងនៃវត្តដែលពួកយើងទៅធ្វើចង្ហាន់ប្រគេនលោកនឹងឯងចំណែកឯវត្តទី2គឺវត្តប្រធានដែលប្រជាអធិការវត្តទួលសម្បុកគ្រាបាននិមន្តអញ្ជើញតាមការស្នើសុំរបស់នាងខ្ញុំដើម្បីបានព្រះសង្ឃចំនួន2វត្តព្រោះដោយសារព្រះសង្ឃនៅវត្តចំកាត់មាត់ញោកស្រុកស្រែចំការគឺមានចំនួនតិចណាស់ហើយព្រះសង្ឃចំនួន2វត្តនេះគឺនិមន្តបានតែចំនួន14អង្គប៉ុណ្ណោះហើយពិធីបុណ្យនេះគឺយើងប្រពធ្វើទៅដើម្បីឧទ្ទិសកុសលមេដាបៃតាញាតិកាទាំង7សន្តានរបស់បងស្រីបងប្រុសដែលបានចែកឋានទៅហើយតែការធ្វើពិធីបុណ្យនេះគឺសម្រាប់គ្រប់ពិធីខួបកំណើតរបស់បងប្រុសដែលរំលឹកដល់លោកឪពុកអ្នកម្ដាយដែលបានផ្ដល់កំណើតដល់បងប្រុសមូលសុភាពចឹងការធ្វើដំណើរទៅកាន់វត្តទួលសមុទ្រគ្រាគឺយើងជិះដោយរថយន្តក្រុងមួយគឺរថយន្តក្រុង25កៅអីនិងកូនឡានតូចមួយដំបូងឡើយគឺក្រុមគ្រួសារនាងខ្ញុំគិតថាអាចជិះឡានក្រុងតែមួយបានទេគ្រប់គ្នាហើយប៉ុន្តែដល់ពេលឡើងទៅគឺជាអៀតណែនប៉ែដូច្នេះយើងក៏សម្រេចចិត្តយកកូនឡានខ្លួនឯងទៅមួយបន្ថែមទៀតចឹងសម្រាប់ចង្ហាន់ដែលយើងរៀបចំគេប្រសង់និងសម្រាប់ចាស់ចាស់គឺយើងធ្វើម្ហូប3មុខទី1គឺសម្លការីសាច់មាន់ទី2គឺឆាម្សៅទី3គឺត្រីបំពងប៉ុន្តែត្រីបំពងនេះគឺពួកយើងយកទៅបំពងនៅវត្តដើម្បីក្តៅជាមួយនឹងម្ជូរស្វាយប្រគេនព្រះសង្ឃទើបបានឆ្ងាញ់ហើយការធ្វើដំណើរពីផ្ទះនាងខ្ញុំទៅកាន់វត្តទួលសម្បុកគ្រាគឺចម្ងាយផ្លូវប្រហែលជា50ទៅ60គីឡូតែប៉ុណ្ណោះពួកអត់ច្បាស់ទេដោយសារផ្លូវបត់បែនហើយផ្លូវគឺយើងអត់អាចកំណត់បានយើងមើលតាម Google Map គឺបត់បែនខ្លាំងណាស់ដូច្នេះអត់អាចលាតជាចម្ងាយផ្លូវបានទេហើយការធ្វើដំណើរនេះគឺរយៈពេលជិត1ម៉ោង30នាទីនាងខ្ញុំគឺនៅភូមិជ្រៃបាក់ឃុំជ្រៃបាក់ស្រុកលាបៀខេត្តកំពង់ឆ្នាំងចំណែកវត្តទួលសម្បុកគ្រាគឺនៅឃុំទួលខ្ពស់ស្រុកតផុសខេត្តកំពង់ឆ្នាំងដូចគ្នាផ្លូវធ្វើដំណើរពីផ្ទះនាងខ្ញុំទៅគឺកាត់តាមផ្លូវជាតិលេខ5នៅមុខផ្ទះនាងខ្ញុំចុះពីផ្លូវជាតិលេខ5ទៅឡើងទៅផ្លូវមួយទៀតជាផ្លូវតូចចេញពីផ្លូវកស៊ូចូលផ្លូវគ្រួសក្រហមចេញពីផ្លូវគ្រួសក្រហមទៅដល់ផ្លូវវាលកាត់ព្រៃកាត់មុខផ្ទះអ្នកភូមិផ្លូវគឺក្រឡុកផ្លូវហុយបងប្អូនឃើញណាផ្លូវឡើងហុយជប់មើលគ្នាមិនឃើញទេឡានក្រុងគឺនាំមុខពីព្រោះពូតកងឡានគឺគាត់ស្គាល់ផ្លូវច្បាស់ចំណែកឯពួកខ្ញុំជិះកូនឡានតាម1ម៉ោងក្រោយពួកយើងក៏បានមកដល់ផ្លូវចូលវត្តហើយបងប្អូនឃើញណា
nơi chung quanh hàng còi tí thlia vọt cứ dương khơi khăn phnôm cứ po chung quanh tại mà đón bị prua để sao vọt cứ nơi ai trong cắt mọt nhọc khăn prey ấy nó hai bên từ đó khơiประชาอธิการวอนคงจำในหมดเพลอหลานกรงชงวอดได้ประชาอธิการวอดอันเชิญติดตามการสนับสนุนระบาดนี้ขยมได้คืออันเชิญจ้าจุงเป็นวอดต่างอ๋อได้มีจำนวนประหาย30 แหน่เชียงคือเอาอันเชิญมาต่างอ๋อเอาไก่เฮ้ขมิ้นสักซ้ายดำใบหมอกวอดยำอาหารผ่องได้จึงการធ្វើបដិសណ្ឋារកិច្ចរបស់លោកយាយលោកតាជាមួយនឹងបងប្អូនអំពូមីមីងយាយតាដែលទៅពីភូមិជ័យបាក់ឃុំជ័យបាក់ស្រុកលីបៀខេត្តកំពង់ឆ្នាំងពីខាងនាងខ្ញុំនេះគឺដោយការពេញចិត្តសប្បាយរីករាយមែនតែនពួកយើងបានជូនអីវ៉ាន់ពីគូឡានមានទាំងអង្គចប្រៃត្រីសាច់ទឹកសុទ្ធมีกาแฟมีนเพชรเจ้ามีนมะฮุอาหารมีนบายมีนหนุ่มปังจะคือหนุ่มปังสลอกรีหอยมีนไตรคือไตรสระมันตอนบ่มปองเต้คือปุยยืงติงเปร่งชาดำใบยกหมอกบ่มปองในตีนี้ตายบดองหนึ่งขยมกับบ้านตัวชัวประชาธิกาวอดให้สมเอาประชาชนปรับจงเพอเอาประกาศเพลิงให้ประชาธิกาวอดก็เอาจงเพอดำใบบรรทายมาไพ่พรำกำปองตีดเนื่องจากยงดอกลุ้นฉลิดเป๊ดาทอดจงวิญวอนมาทอดในสลาฉันทำไมมันเหมือนประเพณีที่น่าวอนเนี่ยตอนเมียนประเพณีเตยสมัยแต่กลุ่มโรงกับตอนเมียนได้ปลัวเตรียมก่อสร้างในสลาชั้นสั้นปรุเดซาสลาชั้นแต่ยังเคยนุคือเจียสลาชั้นจ้ากรอนแต่ทั่วบรรดาสันเตจึงได้คือเจียสลาชั้นทำไมได้ลางกรุงหายหนึ่งขยมดาโจมกนุงสลาชั้นเมียรำถ้าจังคลายได้ผู้สงัดหนึ่งขยมดามาในไอเตแต่หนึ่งขยมเคยเตสพีบจุงวิญนักขังกล้าวนึ่งจุ่มเฮียงสลาชันแต่ยังมือตะคืนไปพรุ่งคือสะอาดแมนแตนนึ่งขยมดาหมอกดำใบทวายบังกุมรูปปุดปัดได้มากอหายก็บานบุงสวงจรานแต่ในขนมจัดนึ่งขยมอัดปรับบังปองตัวอักเนเตบรรทอไปบุงสวงหายนึ่งขยมก็บานดาทอเตสเพียบแต่ยังมือตะคืนง่ายคือจิบไรในไอนี่ในวอดถ้าเคยในจูพนมเส้นบางคนเคยเนี่ยเทสพีบสาดครั้งนะคือไปพนมสักไตมาดองออดเมียนเคยแต่เนี่ยสรกนามวยเตปันไตปวดบ่อสัตว์คือจานได้คือก้อนเจินเมาส์ปันในทับเตะคือเนยช่ายไปวอดให้เนยข้างกล่าวสลาชันในบางปอนมือเคยเนี่ยยมทอดตามปล่อยคือเทสพีบสาดครั้งนะหายมก็ปัญญาได้เจนมาวันแต่ทอดแต่ใบโลกนี่คือเชียเนาะระบาดโลกได้โลกจำจิตรานนี่แต่ใบบางปอนแต่ใบเปราะสลักนั่นเลยโตในลาวเตไตรดับปรำกบาบางปอนเคยบางปอนหลังสรุยหายมสนอสมได้มันแมนสมได้เด้ปฏิการะบาจะอธิกาวอดนิมนต์ตือสมยมในขนมสลาชันโยมอาตมาสมปันปาไตรปีกบาคลาเซตกลอมจูปลัดไซผู้เคยไทยสระล้อประสังหนักได้สลาสำลอมจูปลัดปูมีมิงเราเยลูกตาได้เชิญมาปีคางหนึ่งขยมคือมีนบายสำลอมือสระเรียงขลุ้นกรมครูสานิขยมทั่วมาหกใบหมกปันท้ายบางปอนองปูมีมิงเยตาคือโลกมีนมาหกมาสระจังเรียบจังหันเตอร์บางปอนเคยให้โปเปียโดยทั้งไงบนจุ่มโจชงจังนำได้บางปอนปุตบอสันคือรอบบาดประสังแต่ยมอับบานรอบบาดเตก
គិតតែពីថតបងប្អូនបើខ្ញុំអត់ថតបានរូបភាពអីមកបង្ហាញបងប្អូននេះគឺចៅអធិការវត្តតួសម្បុកគ្រាព្រះអង្គកំពុងតែសូត្រធម៌ហើយនៅទីនេះនាងខ្ញុំសូមឲ្យបងប្អូនសន្តាប់នៅការជូនពររបស់ព្រះចៅអធិការដោយផ្ទាល់សូមពពួកទេវតាទេវនិកអមមេទាំងមួយសែនកោចក្រវាលដែលថារសានៅជួសជ្រោមចលងដងអូករីបបតាសីមាគ្រឿនព្រះវិហារជាទីសក្ការៈបូជាជាពិសេសម្ចាស់ទឹកម្ចាស់ដីដែលថារសានៅទឹកដីនៃវត្តទួលសម្បុកគ្រានេះមានលោកតាសោស័កលោកតាសោសែងលោកតាគង់លោកតាដងកាលោកតាចាក់តមុខលោកតាដំបូកកញុកទួសបារមីនៃលោកយាយទេពលោកយាយរំសាយសក់លោកយាយសក់កអោលោកយាយពេញលោកយាយម៉ាក់ទួសបារមីនៃព្រះអង្គជ័យព្រះអង្គចងព្រមអិស័យសម្រាប់អិស័យសោអិស័យស្រស់អិស័យសានអិស័យសួរអិស័យសួងអិស័យសានបានដល់អិស័យសេអិស័យមានអិស័យវោតអិស័យគំអិស័យហឹមនិងទួសបារមីនៃទេវតាដែលថែរក្សាភ្នំជុំវិញវត្តទួលសម្បុកគ្រានេះមានលោកតាភ្នំចម្រៀងលោកតាភ្នំក្រិចលោកតាភ្នំបាធាតលោកតាភ្នំរលងលោកតាភ្នំសោរិយាលោកតាភ្នំគំលោកតាភ្នំដងរៃលោកតាភ្នំខ្លែងលោកតាភ្នំបាយកលោកតាភ្នំបកងលោកតាភ្នំគូលែនលោកតាភ្នំប្រកលោកតាភ្នំស្រីលោកតាភ្នំកងរៃលោកតាភ្នំក្រាំងដៃមាសលោកតាភ្នំសន្ទូចលោកតាភ្នំដើមផ្កាលោកតាភ្នំទឹកបាយលោកតាភ្នំបាយក្តាំងលោកតាភ្នំប្រសិទ្ធលោកតាភ្នំត្រងោលលោកតាភ្នំកណ្ដោលលោកតាភ្នំផ្ដៅលោកតាភ្នំផ្ដៅលោកតាភ្នំពួយលោកតាភ្នំក្ដួចលោកតាភ្នំរពាក់លោកតាភ្នំទួសពិតទាំងឡាយលោកបានលើបានដឹងដំណឹងនេះហើយសូមអស់លោកអ្នកមានរិទ្ធមានបារមីមានដៃជះសូមមកតាមបីបាច់អារសាការពារនៅញោមមួងសុភាពបព្រមទាំងភរិយានៅសហរដ្ឋអាមេរិកព្រមទាំងកូនចៅនិងញោមស្រីយឹមបើព្រមទាំងញាតិសាច់សាលហិតព្រមទាំងញាតិបធរដែលអញ្ជើញមកអំពីភូមិជ្រៃបាក់ដើម្បីឲ្យមានសេចក្តីសុខសេចក្តីចម្រើនរកស៊ីទទួលទានមានបានតិចតិជុំទាំងអស់គ្នាជាពិសេសបុណ្យនោះពពួកទេវតាទេពនិកអមមេទាំងមួយសែនកោតចក្រវាលជាពិសេសពួកបោពាពួកពាយ័តដែលស្លាប់នៅ3ឆ្នាំ8ខែ20ថ្ងៃព្រមទាំងទួសបារមីនៃវរៈកងទ័ពដែលស្លាប់នៅជួរមុខថ្មីនេះសូមអស់លោកមកទទួលយកហើយបើអស់លោកទទួលយកនៅអត្ថមនុញ្ញផលនោះហើយសូមកុំភ្លេចងាកក្រោយឲ្យពរសពសាធុការដល់ញោមខាងស្រីបាក់ដែលបានអញ្ជើញមកប្រកេតចំអានប្រសង់ក្នុងវត្តទួលសម្បុកគ្រានៅថ្ងៃទី22ខែមីនាឆ្នាំ2026នេះឲ្យបានរួសរាន់ឲ្យបានឆាប់រហ័សអញ្ចឹងទេវតាផ្លាស់ទេវតាចាស់ផ្លាស់ទេវតាថ្មីសូមមកតាមបីបាច់ទៀតញោមឲ្យបានសុខបានចម្រើនកុំឲ្យមានជំងឺឈឺនឹងកាត់ចុកចង្កេះឈឺខ្នងស្ទឹកស្រពោនយ៉ាងណាសូមទេវតាបោះជាឆ្ងាយឲ្យបាននៅសុខនឹងចម្រើនគ្រប់គ្នាសូមអនុមោទនាសូមអនុមោទនាបុណ្យសូមអនុមោទនាមហាកុសលបន្ទាប់ពីកម្មវិធីបុណ្យចប់សពគ្រប់លោកយាយលោកតាអំពូមីងក៏សំណូមពរដើម្បីបន្តដំណើរទៅលេងនៅទឹកធ្លាក់ថ្មក្រាលនៅក្នុងខេត្តកំពង់ឆ្នាំងយ៉ាងដែរតែយើងធ្វើដំណើរបន្តពីវត្តទួលសម្បុកគ្រានេះប្រហែលចូល1ម៉ោងជាងដែរឡានក្រុងគឺនាំមុខចំណែកឯឡានទូចបន្តពីក្រោយថ្ងៃនេះគឺថ្ងៃអាទិត្យពួកយើងទៅដល់ឃើញថាមានភ្ញៀវទេសចរមកលេងកំសាន្តជាច្រើនហើយបងប្អូនមើលជួរភ្នំជុំវិញតែម្ដងហើយទឹកធ្លាក់ថ្មក្រាលនេះគឺធ្លាក់ពីជួរភ្នំទាំងអស់នឹងឯងនេះខ្ញុំគិតតែពីដើរថតបងប្អូនលោកយាយលោកតាកូនគឺពួកគាត់សប្បាយចឹងខ្ញុំដើរថតដើម្បីបានទេសភាពយកមកផ្តិតជូនបងប្អូនទាំងអស់គ្នាខ្ញុំថតម្ហូបអាហារដែលអ្នកលក់នៅទីតាំងទឹកធ្លាក់ថ្មក្រាលគឺគ្មានអ្វីទេកន្លែងរមណីយដ្ឋានដែលលេងអញ្ចឹងគឺមានតែមួនដុត
កង្កែបបោកស្លាប់មន់ខ្យងខ្ចៅតុកដឿបុកលហុងប្រហិតសេកូអាំងជាដើមមកហើយភិកច្រើនភ្ញៀវទេសចរដែលគាត់មកលេងអូផ្លេចថេងដែងអាំងក៏សបោដែរបងប្អូនភ្ញៀវទេសចរដែលគាត់មកលេងភិកច្រើនគឺគាត់ធ្វើម្ហូបអាហារមកដោយខ្លួនឯងចឹងយើងគ្រាន់តែទិញម្ហូបបន្ថែមបន្តិចបន្តួចដើម្បីអង្គុយនៅលើកញ្ចុះប៉ុន្តែពួកខ្ញុំដោយសារញ៉ាំអាហារនៅវត្តឆ្អែតហើយក៏គ្រាន់តែមកមើលទឹកហើយមានបងប្អូនកូនក្មួយខ្លះក៏គាត់ងូតទឹកតែថ្ងៃនេះមនុស្សច្រើនពេកទឹកធ្លាក់គឺពណ៌អត់សូវស្អាតទេដើរតាមមាត់ទឹកបងប្អូនហើយតិចលហឹមហើយខែនេះខែចែកខែប្រាំងប៉ុន្តែយើងមកលេងតាមមាត់ទឹកអញ្ចឹងគឺតិចខ្លាំងណាស់ហើយឃើញបងប្អូនអំពុំមីមីងកូនតូចគាត់ងូតទឹកមើលទៅគឺសប្បាយខ្លាំងណាស់ហើយសម្រាប់អនាម័យនៅទីតាំងនេះបងប្អូនមើលតែខ្លួនឯងសម្រាប់អ្វីដែលបងប្អូនឲ្យបន្ទុកសម្រាប់រមណីយដ្ឋានតែដោយសារភ្ញៀវទេសចរច្រើនចឹងយើងពិបាកដែរក្នុងការថែរក្សាអនាម័យនៅក្នុងថ្ងៃដែលមានមនុស្សច្រើនដូចនេះម្នាក់បន្តិចសម្រាមគឺតែងតែមានច្រើនដែលពួកគាត់សម្អាតមិនតាន់ខ្ញុំដើរថតដើមឈើថតទឹកធ្លាក់ថតបងប្អូនដែលគាត់ងូតទឹកអ្នកខ្លះគាត់យករឹងទៅអង្គុយក្នុងទឹកមានញ៉ាំអាហារអ្នកខ្លះក៏ញ៉ាំបៀបន្តិចទៅហើយមានបងប្អូនខ្លះក៏ដាក់តុកៅអីនៅក្នុងទឹកនឹងតែម្ដងអ្នកខ្លះចងរឹងនៅក្នុងទឹកនឹងដើម្បីញ៉ាំអាហារក្រុមគ្រួសារនឹងខ្ញុំគឺអត់បានញ៉ាំអាហារនៅទីនឹងទេពួកយើងទិញតែទឹកប៉ៅទិញកែបបោអូនឹកឃើញហើយម៉ាក់គាត់អត់បានប្រសាបាយនៅវត្តទេដោយសារគាត់រវល់ពេករៀបចំចង្ហាន់លោកហើយគាត់ចែកលុយដល់ចាស់និងចែកទានដល់ក្មេងៗគាត់សប្បាយធ្វើបុណ្យពេកតែចឹងគាត់បានប្រសាបាយហើយគាត់ប្រសាតែគាត់អត់ប្រសាថាម៉ាក់មហូបច្រើនណាស់ហើយគាត់ប្រសាបាយទៅគាត់ថាអត់ទេដល់មកដល់ទឹកធ្លាក់ថ្មក្រាលគឺម៉ាក់ហេវបាយគាត់បានទិញបាយមកប្រអប់ហើយនឹងកង្កែបបោកមួយចង្កាក់ហើយចៅទៅដើមម៉ាក់យាយញ៉ាំដែរហើយពួកយើងអង្គុយលើបែកជើងនៅលើដីលើស្មៅនឹងតែម្ដងហើយវីដេអូមួយនេះសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះសូមអរគុណសម្រាប់បងប្អូនដែលបានតាមដានទស្សនា